ថ្មីនេះលោកដូណាល់ត្រាំគម្រាមប្រាប់កម្លាំងទ័ពវាកាន់កាប់កោះ Greenland តែអ្នកជ្រើសឆ្ងល់ថាតើកោះនេះមានអ្វីពិសេសទៅទើបអាមេរិកចង់បានខ្លាំងបែបនេះក្រោយពីលោកដូណាល់ត្រាំគម្រាមប្រាប់កម្លាំងទ័ពដើម្បីវាកាន់កាប់កោះដែនទឹកកកមួយនេះថ្ងៃនេះខ្ញុំនឹងនាំអ្នកគ្នាទៅស្គាល់កោះ Greenland ដែលជាប់ឈ្មោះជាថាសួននៅលើភពផែនដីយើងនេះតែមនុស្សភាគច្រើនគឺមិនសូវបានស្គាល់និងមិនសូវបានទៅលេងទីនោះនោះទេរដ្ឋធានីរបស់កោះ Greenland គឺមានឈ្មោះ Tanut ដែលស្ថិតនៅតំបន់ទឹកកកអាតិកអ្នកទាំងនេះដឹងថាកោះ Greenland នេះហើយគឺជាកោះដែលធំបំផុតនៅលើពិភពលោកដោយមានផ្ទៃកន្លះប្រមាណ 2,166,000 គីឡូម៉ែត្រការ៉េឯណោះហើយភាសាផ្លូវការរបស់កោះនេះគឺភាសា Greenland ផ្ទាល់តែម្ដង Greenland គឺជាទឹកដីស្វ័យចាត់មួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រដាណឺម៉ាកហើយប្រមុខរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាកគឺជានាយករដ្ឋមន្ត្រីនៃដែនកោះ Greenland នេះចំពោះបាវចនារបស់កោះនេះគឺភាពរឹងមាំសាមគ្គីភាពនិងភាពធន់រូបិយប័ណ្ណដែលប្រើប្រាស់នៅលើកោះនេះគឺលុយដាណឺម៉ាកហើយប្រជាជននៅទីនោះគឺមានប្រមាណត្រឹមតែ 56,000 នាក់ប៉ុណ្ណោះហើយចំណុចសេដ្ឋកិច្ចចម្បងគឺពឹងផ្អែកទៅលើការនេសាទការធ្វើដំណើររ៉ែនិងវិស័យទេសចរណ៍ហើយលេខកូដទូរស័ព្ទអន្តរជាតិគឺបូពី299ហើយទីក្រុងសំខាន់ៗនៃកោះ Greenland គឺមានដូចជាទីក្រុង Nuuk ទីក្រុង Sisimiut និងទីក្រុង Ilulissat អាហារប្រពៃណីនៅកោះនេះរួមមានដូចជាមុខម្ហូបដែលធ្វើពីត្រីភេសសមុទ្រនិងត្រីបាឡែងធនធានចម្បងនៅលើកោះនេះគឺមានដូចជាត្រីរ៉ែកម្រនិងអ៊ីត្រុងកាបូងកន្លែងដើម្បីដែលយើងគួរទៅលេងកម្សាន្តនោះគឺមានដូចជាផ្ទាំងទឹកកក Ilulissat ដែលជាប់ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ភ្នំសើមសិចដែលស្ថិតនៅក្បែរទីក្រុង Nuuk និងផ្ទាំងទឹកកក Greenland ដ៏ធំល្វឹងល្វើយដែលគ្រប់10ស្ទើរតែពេញមួយកោះនេះតែម្ដងបើយើងនិយាយពីភូមិសាស្ត្រនយោបាយវិញកោះ Greenland នេះគឺជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់រវាងមហាអំណាចធំៗនៅលើពិភពលោកដូចជារុស្ស៊ីចិននិងសហរដ្ឋអាមេរិកជាដើមហើយលើពីទៀត Greenland គឺជាដែនដីដ៏ធំសម្បើមមួយដែលពោរពេញទៅដោយសម្បត្តិធម្មជាតិដែលមានតម្លៃរាប់ពាន់លានដុល្លារដែលបានកប់ទុកនៅក្រោមផ្ទៃទឹកកកនៃកោះ Greenland នេះហើយអ្នកនរគឺជាមូលហេតុដែលប្រទេសមហាអំណាចធំៗចង់គ្រប់គ្រងដែនកោះរបស់ប្រទេសដាណឺម៉ាកមួយនេះក្រៅអាមេរិកក្រោមការដឹកនាំរបស់លោកត្រាំគឺបានគម្រាមប្រាប់កម្លាំងយោធាដើម្បីវាកាន់កាប់ដែនកោះមួយនេះបើទោះបីជារំលោភសិទ្ធិអន្តរជាតិក៏ដោយ